ជំរាបសួរបងប្អូនបានជ្រាបហើយគឺរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានកោះហៅតំណាងរដ្ឋាភិបាលឯករាជ្យ$23ហើយនឹងមេធាវីទៅជួបនៅទីស្នាក់ការ ICC នៅទីក្រុងឡាអេប្រទេសហូឡង់នៅពេលឆាប់ៗនេះហើយការដែលកោះហៅនេះជុំវិញមិនដឹងរបស់រដ្ឋាភិបាលឯករាជ្យ$23ដែលបានដាក់ប្តឹងមេដឹកនាំយោធាថៃហើយនឹងមេដឹកនាំថៃពីបទក្រិតកម្មសង្គ្រាមបទក្រិតកម្មឈ្លានពាននិងបទក្រិតកម្មប្រឆាំងនឹងមនុស្សជាតិដូច្នេះយើងនឹងទៅផ្ដល់ផុសតាងបន្ថែមទៀតទៅដល់ក្រមរដ្ឋអាជ្ញានៃតុលាការ ICC នៅទីក្រុងឡាអេហើយក៏មានបងប្អូនមួយចំនួនដែលគ្រប់គ្រងគណៈបព្វជិជនខ្ញុំឃើញចេញមកថាជារឿងភូតកុហកជារឿងបោកប្រាស់អីបាទបងប្អូននឹងឃើញហើយនៅពេលដែលយើងទៅដល់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ហ្នឹងយើងនឹង live ឬក៏ថតវីដេអូនៅមុខទីស្នាក់ការរបស់ ICC ហើយនឹងចូលទៅក្នុងអគាររបស់តុលាការ ICC ហ្នឹងយើងក៏អាចនឹង live ឬក៏ថតវីដេអូនៅទីនោះហើយនៅពេលដែលយើងជួបជាមួយក្រុមរដ្ឋអាជ្ញានៃ ICC ក៏យើងសូមពួកគាត់ថតរូបផងដែរដូច្នេះបងប្អូននឹងបានឃើញដោយផ្ទាល់ថារឿងនេះមិនមានជាការបោកប្រាស់ទេគឺជារឿងដែលនឹងកើតឡើងពិតប្រាកដមានហើយបន្ទាប់ពីការជួបក្រុមរដ្ឋអាជ្ញានៃតុលាការ ICC ហើយយើងសង្ឃឹមថាតុលាការ ICC នឹងកោះហៅតំណាងរដ្ឋាភិបាលថៃឬមេយោធាថៃទៅសួរផងដែរហើយអាចនឹងហៅតំណាងរដ្ឋាភិបាលលោកហ៊ុនម៉ាណែតដើម្បីទៅសួរព័ត៌មានបន្ថែមពីបញ្ហាដែលថៃបានប្រព្រឹត្តបទល្មើសនៅលើទឹកដីកម្ពុជាជាពិសេសបទអក្រិតកម្មសង្គ្រាមនៅលើទឹកដីកម្ពុជានៅពេលដែលខ្លួនឈ្លានពានមកលើទឹកដីកម្ពុជាហើយបន្តមកយើងសង្ឃឹមថាតុលាការ ICC នឹងបើកសវនាការហើយនៅពេលបើកសវនាការហ្នឹងយើងជឿថាយើងនឹងអញ្ជើញអ្នកសារព័ត៌មានធំល្បីនៅលើពិភពលោកក៏ដូចជាសារព័ត៌មានខ្មែរដូចជាទូរទស្សន៍អាស៊ីសេរីអាចលោកមួងណារ៉េតឬក៏អ្នកសារព័ត៌មានដទៃទៀតដើម្បីទៅចូលរួមយកព័ត៌មាននៅទីនោះហើយនៅពេលសវនាការគឺគេបើកជាសាធារណៈហើយពេលហ្នឹងបងប្អូននឹងឃើញហើយថាអូរឿងនេះមិនមែនជារឿងកុហកនោះទេហើយបើសិនជាសវនាការហើយគេចេញទៅការចាប់ខ្លួនមេដឹកនាំយោធាថៃឬមេដឹកនាំថៃហើយនឹងបង្ខំឲ្យថៃត្រូវតែសងជំងឺចិត្តមកដល់ពលរដ្ឋខ្មែរមកលើការខូចខាតទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាដូចជាផ្លូវថ្នល់ស្ពានសាលារៀនមន្ទីរពេទ្យវត្តអារាមហើយនឹងការទម្លាក់ក្របបែកពីលើយន្តហោះទៅលើប្រាសាទព្រះវិហារទៅលើប្រាសាទតាកបីអីជាដើមហើយនឹងធ្វើឲ្យពលរដ្ឋខ្មែរយើងភាសឹកជាង60,000នាក់ឥឡូវនេះមិនតាន់បានចូលផ្ទះសម្បែងផងនៅភូមិរងចាំហ្នឹងអាហ្នឹងយើងឃើញអញ្ចឹងហើយមួយទៀតដែលខ្ញុំមិនតាន់បានពិភាក្សាជាមួយមេធាវីអន្តរជាតិទេប៉ុន្តែជាកំណត់របស់ខ្ញុំថាក្រងនឹងទៀមទាយ៉ាងតិចសំណងការខូចខាតហ្នឹងយ៉ាងតិចគឺ$10,000 លានទៅ$15,000 លានប៉ុន្តែបងប្អូនយល់ថាតិចពេកឬក៏យើងគួរតែបន្ថែមរឿងហ្នឹងចាំពិភាក្សាគ្នាក្រោយយើងអត់បានដាក់ស្នើទៅជាមួយមេធាវីអន្តរជាតិដើម្បីដាក់ស្នើទៅក្រមព្រះអាជ្ញា ICC នៅឡើយនោះទេហើយយើងដឹងហើយបទអក្រិតកម្មសង្គ្រាមដែលប្រព្រឹត្តដោយថៃគឺថៃបានប្រើប្រាស់ក្របបែកចង្កោមដែលជាអាវុធហាមឃាត់ដោយផ្ទុយទៅនឹងអនុសញ្ញាអន្តរជាតិហើយនឹងច្បាប់អន្តរជាតិហើយនឹងផ្សែងពុលផងដែរ
បានប្រើប្រាស់ផ្សែងពុលនិងក្របបែកចង្កោមមកលើយោធារបស់ខ្មែរយើងហើយនឹងមកលើជនស៊ីវិលរបស់កម្ពុជាហើយទម្លាក់ក្របបែកនិងផ្លោងក្របមកលើជនស៊ីវិលរបស់កម្ពុជាមកលើផ្ទះសម្បែងលំនៅឋានប្រជាពលរដ្ឋហើយនឹងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជានេះដែលយើងនឹងទៀមទានៅក្នុងសំណងនៃការខូចខាតហើយមួយទៀតជំវិញបញ្ហានេះគឺថាមានបងប្អូនមួយចំនួនអាចឆ្ងល់ដែរថាហេតុអីបានជាយើងទទួលបានជោគជ័យរហូតដល់តុលាការ ICC ក៏ហៅយើងទៅជួបដើម្បីយកព័ត៌មានបន្ថែមទៀតដើម្បីគេឈានទៅដល់បើកសវនាការរបស់តុលាការ ICC ទៅលើសំណុំរឿងនេះដោយសារពួកយើងធ្វើការច្រើនណាស់បងប្អូនសម្រាប់ខ្ញុំគឺជាអ្នករៀបចំពាក្យបណ្ដឹងផ្ទាល់ខ្ញុំបានរៀបចំពាក្យបណ្ដឹងគឺអត់បានដេកបានពួនទេបងប្អូនគឺថាប្រមូលឯកសារផុសតាងបាទទាំងការទម្លាក់ក្របបែកការប្រើផ្សែងពុលការប្រើអាវុធគីមីដូចជាក្របបែកចង្កោមអីជាដើមបាទហើយនឹងការដែលថៃជួសឆាយផ្ទះប្រជាពលរដ្ឋនៅភូមិជោគជ័យភូមិព្រៃច័ន្ទចោលហ្នឹងអាហ្នឹងស្ថិតក្នុងបណ្ដឹងរបស់យើងហើយសារព័ត៌មានជាតិនិងអន្តរជាតិដែលខ្ញុំស្រាវជ្រាវហើយនឹងបានមើលទៅលើផែនទីថាទឹកដីហ្នឹងវាស្ថិតនៅក្នុងទឹកដីយើងឬទឹកដីរបស់ថៃដើម្បីបញ្ជាក់ថាថៃបានចូលឈ្លានពានទឹកដីខ្មែរយើងដើម្បីខ្ញុំដាក់ឯកសារហ្នឹងទៅឲ្យមេធាវីអន្តរជាតិរបស់យើងដូច្នេះខ្ញុំបានគេបានពួនច្រើនណាស់តម្រង់រៀបចំហ្នឹងរឿងហ្នឹងគឺថាយើងខំប្រឹងប្រែងហើយមួយទៀតមិនមែនតែខ្ញុំទេគឺថាជាក្រុមការងារតែម្ដងអ្នកស្រីទឹកកំហ៊ុនលោកអ៊ូសាម៉ាឌីគឺដើរកិច្ចការទូតបាទគាត់ទំនាក់ទំនងកិច្ចការទូតណាហើយមានក្រុមដទៃទៀតជួយយើងជាច្រើនក្នុងកិច្ចការនេះបានជាយើងបានសម្រេចជោគជ័យណាបាទមិនមានតែម្នាក់អាចធ្វើកិច្ចការនឹងបានទេខ្ញុំម្នាក់ក៏មិនអាចធ្វើកិច្ចការនឹងបានទេគឺថាយើងធ្វើការជាក្រុមក្នុងរដ្ឋាភិបាលឯករាជ្យ$23នោះគឺមានគ្នាជួយកិច្ចការនឹងច្រើនដើម្បីរៀបចំជាឯកសារជាផុសតាងហើយមួយទៀតដោយសារមេធាវីអន្តរជាតិផងដែរមេធាវីអន្តរជាតិយើងគឺជាមេធាវីអន្តរជាតិដល់13នៅលើទូទាំងពិភពលោកយើងដឹងហើយដូច្នេះគាត់មានស្នាដៃច្រើនហើយមួយទៀតដោយសារអីដោយសារសំណុំរឿងដែលថៃឈ្លានពានទឹកដីខ្មែរយើងហ្នឹងវាជារឿងក្តៅបើសិនជាគេមិនបើកសវនាការកាត់ក្តីរឿងហ្នឹងទេសង្គ្រាមរវាងកម្ពុជាថៃគឺអាចបញ្ចប់បានទេมันអាចទប់ស្កាត់ការឈ្លានពានរបស់ថៃបានទេអាហ្នឹងខ្ញុំយល់ថាអញ្ចឹងបានគេត្រូវតែបើកការស៊ើបសួរបើកការស៊ើបអង្កេតហើយនឹងអាចឈានទៅដល់ការចាត់ប្រកាន់ទៅដល់មេដឹកនាំយោធាថៃបាទហើយអាចនឹងឈានទៅដល់ការបើកសវនាការផងដែរហើយយើងឃើញថាមិនដឹងនៅ ICC នេះណា ICC បង្កើតតាំងពីឆ្នាំ2002រហូតដល់ពេលនេះគឺ24ឆ្នាំហើយបាទ24ឆ្នាំហើយមិនដឹងនៅ ICC មានច្រើនណាខ្មែរយើងក៏បានប្តឹងដែរណាមានលោកទុយវិបុលប្តឹងលោកហ៊ុនសែនប៉ុន្តែមិនដឹងថាគាត់បានប្តឹងអត់ទេគាត់បានអះអាងថាពឹងពាក់មេធាវីរបស់យើងនេះប្តឹងដែរលោក Richard Roger ថាប្តឹងទៅតុលាការ ICC ផងដែរប៉ុន្តែមិនដឹងថាគាត់បានប្តឹងអត់ទេប៉ុន្តែគាត់ថាបានប្តឹងហើយមួយទៀតលោកសួនសេរីរដ្ឋាក៏បានប្តឹងទៅ ICC ដែរប៉ុន្តែមិនដឹងថាគាត់បានប្តឹងអត់ទេប៉ុន្តែគាត់អះអាងថាបានប្តឹងណាប៉ុន្តែអ្វីដែលពិតប្រាកដថាបានប្តឹងគឺលោក Richard Roger បានដាក់ពាក្យបណ្ដឹងពីបញ្ហារំលោភយកដីធ្លីប្រជាពលរដ្ឋនៅប្រទេសកម្ពុជាដែលមានអង្គការសង្គមស៊ីវិលគេដាក់ប្តឹងដែរណាក៏ប៉ុន្តែអត់មានចំណាត់ការទេហើយលោកមួនពេជ្រក៏បានប្តឹងដែរពីបញ្ហាថៃឈ្លានពានទឹកដីកម្ពុជាទម្លាក់គ្រាប់បែកមកលើជនស៊ីវិលអីមកលើទាហានខ្មែរហ្នឹងក៏គាត់ប្តឹងដែរប៉ុន្តែអត់មានចំណាត់ការនោះទេប្រហែលជាអាចដោយសារគាត់ធ្វើការម្នាក់ឯងឬក៏គាត់អត់មានមេធាវីអន្តរជាតិប៉ុន្តែយ៉ាងណាក៏ដោយយើងសរសើរគាត់ដែរណាគាត់ម្នាក់ឯងគាត់ធ្វើកិច្ចការនឹងបានគាត់ប្តឹងបានអាហ្នឹងគួរឲ្យកត់សរសើរគាត់ដែរប៉ុន្តែដូចខ្ញុំថាអញ្ចឹងវាអាចផុសតាងរបស់គាត់មិនគ្រប់គ្រាន់ឬក៏អាចអត់មានមេធាវីអន្តរជាតិដល់យើងធ្វើការជាក្រុមយើងមានឯកសារគ្រប់គ្រាន់យើងមានមេធាវីអន្តរជាតិដូច្នេះកិច្ចការយើងធ្វើបានជោគជ័យដូច្នេះជាសរុបមក
ទោះបីមានមិនដឹងជាច្រើននៅ ICC មានលោកទូវិបុលមានលោកសួនសេរីរដ្ឋាមានមិនដឹងដែលពាក់ព័ន្ធទៅនឹងដីធ្លីដែលលោក Richard Rocher បានដាក់ទៅមានមិនដឹងលោកមួនពេជ្រគេអត់ចាត់ការទេប៉ុន្តែគេចាត់ការសំណុំរឿងរបស់រដ្ឋាភិបាលឯករាជ្យ$23ដូច្នេះគឺជាដំណឹងល្អមួយជាមោទនភាពមួយដែរសម្រាប់ប្រជាប្រដ្ឋខ្មែរទូទាំងប្រទេសមិនមែនសម្រាប់តែរដ្ឋាភិបាលឯករាជ្យ$23នោះទេព្រោះយើងធ្វើនេះគឺដើម្បីខ្មែរយើងទូទាំងប្រទេសសម្រាប់ប្រទេសកម្ពុជាទាំងមូលហើយមួយទៀតសំណុំរឿងនៅ ICC នេះណាគឺមានច្រើនណាស់បងប្អូនយើងគិតថាសំណុំរឿងនៅ ICC គ្រាន់តែសំណុំរឿងកម្ពុជាមួយវាមានប្រមាណហើយមានលោកសួនសេរីរដ្ឋាមានលោកទូវិបុលមិនដឹងថាគាត់បានប្តឹងអត់ទេគាត់បានអាងថាប្តឹងមានលោក Richard Rocher ដាក់មិនដឹងរឿងដីធ្លីមានលោកមួនពេជ្រមានរដ្ឋាភិបាលឯករាជ្យ$23វា5ម្ដងហ្នឹងហើយចុះនៅប្រទេសដទៃទៀតជាង100ប្រទេសជាងនៅលើពិភពលោកហ្នឹងដែលគេប្តឹងទៅ ICC ហ្នឹងវាច្រើនណាដូចមិនដឹងរាប់រយរាប់ពាន់បងប្អូនណាអញ្ចឹងគេយករឿងរបស់យើងមកស៊ើបអង្កេតហៅយើងទៅជួបនេះគឺមិនគេមិនចេះតែហៅទៅជួបទេបងប្អូនបើសិនអញ្ចឹងគេហៅរឿងលោកទូវិបុលរឿងលោក Richard Rocher រឿងដីធ្លីរឿងលោកសួនសេរីរដ្ឋារឿងលោកមួនពេជ្រឬក៏រឿងប្រទេសដទៃទៀតគេហៅទៅជួបទេអត់ទេកាលណារឿងគេយល់ថាมันអាចដំណើរការបានគឺគេមិនស៊ើបអង្កេតគេមិនហៅទៅជួបទេដល់រឿងហ្នឹងគេយល់ថាត្រូវតែចាត់ការត្រូវស៊ើបអង្កេតហើយនឹងចោទប្រកាន់ទៅលើជនល្មើសដើម្បីបញ្ឈប់ជនល្មើសហ្នឹងកុំឲ្យឈ្លានពានទឹកដីកម្ពុជាបន្តទៀតមានថាបញ្ឈប់ការឈ្លានពានរបស់ថៃមកលើកម្ពុជាហ្នឹងបានគេអាចចាត់ការហ្នឹងមានថារឿងហ្នឹងវាសំខាន់បានគេលើករឿងហ្នឹងមកស៊ើបអង្កេតហើយនឹងហៅពួកយើងទៅជួបបងប្អូនដូច្នេះនេះគឺជាក្តីសង្ឃឹមមួយសម្រាប់ប្រជាប្រដ្ឋខ្មែរយើងដូច្នេះវាគឺជាប្រវត្តិសាស្ត្រកម្ពុជាហើយវានឹងចូលទៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជានៅពេលអនាគតព្រោះជាលើកទី1ហើយដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានកោះហៅតំណាងកម្ពុជាគឺតំណាងរដ្ឋាភិបាលឯករាជ្យ$23ទៅជួបក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ICC តាំងពីបង្កើតតាំងពីឆ្នាំ2002មកអត់ដែលហៅភាគីណាមួយរបស់កម្ពុជាទៅជួបទេណាអានេះជាលើកទី1នៅក្នុងប្រវត្តិសាស្ត្រ ICC សម្រាប់ប្រទេសកម្ពុជាបាទប៉ុន្តែបើយើងគិតពីតុលាការយុត្តិធម៌អន្តរជាតិ ICJ បាទដែលបង្កើតតាំងពីឆ្នាំ1945ហើយដំណើរការនៅឆ្នាំ1946ហ្នឹងគឺរហូតមកដល់បច្ចុប្បន្ននេះគឺករណីកម្ពុជាមាន2ករណីហើយគឺឆ្នាំ59សម្ដេចតាប្តឹងទៅ ICJ ឆ្នាំ62កាត់ក្តីរឿងប្រាសាទព្រះវិហារឲ្យខ្មែរយើងឈ្នះទៅលើថៃហើយមួយទៀតរឿងដែលកម្ពុជាបានប្តឹងទៅ ICJ នៅឆ្នាំ2011ហើយបានប្រកាសសារក្រមនៅឆ្នាំ2013ដែលកម្ពុជាសូមឲ្យបកស្រាយទៅលើសារក្រមរបស់ ICJ ឆ្នាំ62ករណីប្រាសាទព្រះវិហារដូច្នេះមាន2សំណុំរឿង2ករណីនៅ ICJ ក៏ប៉ុន្តែ ICC អត់ដែលមានប្រវត្តិរបស់កម្ពុជានៅ ICC ទេនេះគឺជាលើកទី1ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាហើយជំហាននេះគឺថាយើងធ្វើម៉េចមកឈប់ការឈ្លានពានរបស់ថៃឬក៏ត្រូវបង្ខំឲ្យថៃត្រូវតែដកតបចេញពីទឹកដីកម្ពុជាឈប់ឈ្លានពានទឹកដីកម្ពុជាទៀតហើយនឹងទាមទារសំណងការខូចខាតមកដល់ជនរងគ្រោះរបស់កម្ពុជានិងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាហើយអានឹងចង់ឲ្យផ្ដន់ទាទោសទៅលើមេដឹកនាំថៃនិងមេដឹកនាំយោធាថៃឬក៏ស្ដេចថៃហ្នឹងបាទអាហ្នឹងអ្វីដែលយើងចង់បានហើយជំហានបន្ទាប់យើងនឹងឈានទៅដល់ការទាមទារទឹកដីមកវិញដែលក្រោយសង្គ្រាមលើកទី1និងលើកទី2ចំនួន70ទីតាំងបើគិតមុនសង្គ្រាមទាំងពីរលើករហូតដល់80ទីតាំងបាទអរគុណ